ក្រុមលេខាធិការដ្ឋាននៃ OBC រវាងយោធភូមិភាគទី5កម្ពុជានិងភូមិភាគទី1ថៃបានជួបប្រជុំគ្នានៅច្រកប៉ោយប៉ែតក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ OBC យោធភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួននាម៉ោង2រសៀលថ្ងៃទី27ខែមករានេះនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកម្ពុជាទៅនឹងខេត្តស្រះកែវថៃនេះបើតាមលោកស្រីម៉ាឡេសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃអង្គារនេះលោកស្រីម៉ាឡេសុជាតាបញ្ជាក់ថាគណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយលោកសគីមប៉ាប្រធានក្រុមលេខាធិការ OBC កម្ពុជារីឯគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយលោកភីថាយ៉ាគូប៉ូសវណ្ណប្រធានក្រុមលេខាធិការ OBC ថៃនៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរនឹងពិភាក្សាលើខ្លឹមសារព្រមទាំងផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ OBC ដែលនឹងប្រព្រឹត្តនៅថ្ងៃទី29ខែមករាឆ្នាំ2026ខាងមុខអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្ថែមដូចនេះ